ពេលវេលានិងរដូវកាលបានមកដល់ហើយនេះខ្ញុំម្ចាស់ជ្រាបថាវាដូចជាសុបិនតែវាពិតណាស់វាពិតខ្លាំងណាស់ដូចខ្លាំងណាស់ព្រះប៉ោះមើលលោកតាហៅក្តីសុបិននេះមានន័យយ៉ាងម៉េចដែរមានន័យយ៉ាងម៉េចទូលបង្គំសូមទូលថាមានអ្វីគួរឲ្យភ័យព្រួយទេព្រះអង្គកំពុងមានលៀបជ័យព្រោះព្រះអរដ៏អស្ចារ្យកំពុងតែមកចាប់កំណើតថាម៉េចនេះយើងចិត្តមានព្រះបុត្រាហើយក្រាបទូលហើយពេលចម្រើនព្រះជន្មបើខ្លាយជាក្សត្រនិងជាក្សត្រដ៏អស្ចារ្យនៃចក្រវាឡតែម្ដងអូអញ្ចឹងហ៎បើទ្រង់សាងភ្នោះនឹងត្រាស់ជាព្រះពុទ្ធអង្គពុទ្ធប្រវត្តិគឺជារឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធមុនគ្រិស្តសករាជ623ថ្ងៃ15កើតខែពិសាខនៅឧទ្យានលំពិនីក្នុងនគរកបិលភ័ស្ត្រទេសូមឈប់រទេះនៅក្រោមដើមឈើធំមួយនោះតែឈប់មានការអីព្រះម៉ែទ្រង់មិនគួរចោះទេសូមយាងមកវិញមកទូលបង្គំទទួលព្រះរាជបញ្ជាពីព្រះអង្គមិនអោយឈប់រហូតទាល់តែធ្វើដំណើរទៅដល់អាណាចក្រយើងគួរតែធ្វើដំណើរទៅមុខទៀតយើងមិនអាចទៅបោះនគរបិតាទេយើងចិត្តប្រសោតហើយយើងជាអ្នកចម្រើនលើលោកយើងជាអ្នកចម្រើនបំផុតក្នុងលោកយើងជាអ្នកដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោកជាតិនេះជាជាតិចុងក្រោយរបស់យើងហេតុនេះក្តីទុកលែងមានទៀតហើយ5ថ្ងៃក្រោយមកមើលទៅព្រះរាជបុត្រាពិតជាអស្ចារ្យខ្លាំងណាស់ពិតមែនអើយមើលចុះពិតជាចម្លែកមែនតើអូមុនអូមានជ្រៃបានជាបុត្រាពិតជាអស្ចារ្យខ្លាំងណាស់ព្រះរាជគ្រូយើងរីករាយខ្លាំងណាស់ដែលបានជួបពួកលោកព្រះរាជបុត្រាមានលក្ខណៈល្អដែរទេក្រាបទូលព្រះបង្គំសូមថ្វាយព្រះនាមថាសិទ្ធត្ថៈដែលមានន័យថាមានក្តីប្រាថ្នាសម្រេចសិទ្ធត្ថៈហើយម្ចាស់អូនយល់យ៉ាងណាដែរព្រះរាជនីព្រះប៉ោះជាព្រះនាមដែលពិរោះណាស់ចូលដាក់ព្រះនាមរបស់បុត្រយើងថាសិទ្ធត្ថៈក្រាបទូលព្រះអង្គទូលបង្គំជឿជាក់ថាព្រះរាជបុត្រានឹងក្លាយជាព្រះរាជាដ៏អស្ចារ្យនៃចក្រវាឡក្រាបទូលតែយ៉ាងណាក៏ដោយយ៉ាងម៉េចបើសិនជាព្រះបុត្រាលះបង់ផ្លូវលោកព្រះអង្គនឹងយាងទៅសាងភ្នោះក្រាបទូលថាម៉េចគេជាព្រះបុត្រាហេតុអីក៏ត្រូវលះបង់ផ្លូវលោកដេកផ្ដាស់ខ្លាំងណាស់គេនឹងក្លាយទៅជាព្រះរាជាដ៏អស្ចារ្យទេតាអត់ទេក្រាបទូលព្រះបុត្រានឹងយាងទៅសាងភ្នោះយ៉ាងពិតប្រាកដហើយនឹងត្រាស់ជាព្រះពុទ្ធអង្គទៀតផងក្រាបទូលមើលកោដញ្ញៈលោកនៅក្មេងហើយឆ្លាតជាងគេចូលប្រាប់មកមើលថាអ្វីដែលធ្វើឲ្យព្រះបុត្រារបស់យើងជ្រើសរើសវិធីចេញសាងភ្នោះហើយត្រាស់ជាព្រះពុទ្ធអង្គនោះពេលព្រះអង្គទ្រង់ទតឃើញទេវទូតទាំង4ក្រាបទូលទេវទូតទាំង4តើជាអ្វីទៅមនុស្សចាស់មនុស្សឈឺ
មនុស្សស្លាប់ហើយនឹងសាមណៈអស់លោកមហាសេនាចាប់ពីពេលនេះតទៅហាមព្រះរាជបុត្រយើងចេញទៅក្រៅរាជវាំងចូលកុំឲ្យរបស់អស់នោះចូលមកក្បែរចូលរារាំងពួកអស់នោះចេញពីផ្លូវជើងមិនចាប់អារម្មណ៍ថាត្រូវចំណាយមនុស្សអស់ប្រមាណទេសិទ្ធត្ថៈនឹងក្លាយជាព្រះរាជានៃក្រុងកបិលពស់ហើយគ្មាននរណារារាំងបាន ព្រះអង្គយាងមកហើយព្រះរាជាយាងមកហើយពួកយើងអបអរព្រះអង្គចូលចម្រើនចូលចម្រើនសូមព្រះអង្គមានព្រះជន្មយឺនយូរសូមព្រះអង្គមានព្រះជន្មយឺនយូរ ព្រះបុត្រាទេណាបាត់ទៅហើយឆាប់រកសពកន្លែងទៅមើលទៅខាងកើតអូស្អីគេហ្នឹងអូបាក់ស្អីតូចអ្នកណាធ្វើចំពោះឯងអញ្ចឹងឲ្យវាមកយើងវិញណាសិទ្ធត្ថៈយើងជាអ្នកបាញ់វាទេយើងមិនឲ្យឯងទេបើសិនជាវាស្លាប់វាគឺជារបស់ឯងតែវាគ្រាន់តែមានរបួសហើយយើងក៏ជួយវាដែរវាត្រូវតែជារបស់យើងឃើញសត្វនេះមុនហើយយើងក៏ជាអ្នកបាញ់វាដែរហេតុនេះសត្វមួយនេះត្រូវតែជារបស់យើងអញ្ចឹងយើងទៅរកព្រះគ្រូទៅហើយសួរគាត់ថាអ្នកណាគួរតែជាម្ចាស់សត្វមួយនេះព្រះរាជគ្រូការពិតគឺព្រះរាជវង្សរបស់យើងគឺទេវទត្តជាអ្នកបាញ់សត្វនេះតែយើងជាអ្នកដកព្រួញហើយព្យាបាលសត្វនេះវិញព្រោះហេតុនេះវាគួរតែជារបស់យើងក្រាបទូលពួកទូមង្គមយល់ស្របថាជីវិតរបស់សត្វនេះជារបស់អ្នកដែលព្យាយាមជាបាលវាតែមិនមែនជារបស់អ្នកដែលព្យាយាមជាបាតវាទេក្រាបទូល16 ឆ្នាំក្រោយមកចូលចម្រើនមហាបពិតលោកកោដញ្ញៈជាទីស្រឡាញ់យើងខានជួបលោកយូរណាស់មកហើយក្រាបទូលព្រះអង្គទូលបង្គំឃើញព្រះរាជបុត្រចម្រើនវ័យពេញកំឡោះដល់ស្រស់សង្ហាណាស់ក្រាបទូលលោកកោដញ្ញៈតាំងពីព្រះរាជនីសាវិឡាល័យយើងធ្វើជាឪពុកនិងម្ដាយរបស់គេមានគ្រប់យ៉ាងដែលត្រូវការព្រះរាជវាំងកម្ពុជាព្រះរាជគ្រូសេះនិងបរិវារមានសពបែបយ៉ាងសម្រាប់គេសំណាងអាក្រក់ណាស់ដែលព្រះរាជនីសាវិឡាល័យក្រោយពេលដែលព្រះរាជបុត្រទ្រង់ប្រសូតតែព្រះអង្គទ្រង់ចិញ្ចឹមព្រះរាជបុត្របានយ៉ាងល្អគ្រប់គ្នាសុទ្ធតែនិយាយថាព្រះរាជបុត្រាជិះសេះដល់ពូកែហើយមានយុទ្ធសាស្ត្រការពារខ្លួនពិតមែនហើយលោកកោដញ្ញៈលោកប្រហែលជាបានឮរឿងទឹកជំនន់ធំជន់លិចផ្ទះដីស្រែជាច្រើនហើយក្រាបទូលព្រះអង្គហៀបអត់ឃ្លានមានពាសពេញគ្រប់ទីកន្លែងមនុស្សម្នាកំពុងតែឃ្លានស្លាប់គ្រប់ទិសទីពិតហើយលោកកោដញ្ញៈយើងមិនអាចលាក់រឿងនេះចំពោះសិទ្ធត្ថៈយូរប៉ុណ្ណាទេ
យើងអាចធ្វើយ៉ាងម៉េចទៅបបិទ្ធព្រះអង្គព្រះបុត្រាមានព្រះជន្ម16ព្រះវស្សាឲ្យព្រះអង្គរៀបអភិសេកទៅព្រះអង្គនឹងមានជីវិតដែលសម្បូរហើយសុខសាន្តនឹងមិនចាប់អារម្មណ៍បញ្ហាទាំងនេះបានក្រាបទូលអស់ចាណាស់លោកកោដញ្ញៈយើងនឹងរៀបចំត្រៀមស្រីដែលស្អាតបំផុតមកនៅក្នុងព្រះរាជវាំងមួយនេះព្រះនាងទី1ព្រះនាងទី2ព្រះនាងយសោធិរាពំភាយាងចូលគ្មានរង្វាន់សម្រាប់ខ្ញុំម្ចាស់ទេព្រះប៉ោះសំទោសណាយើងមានរង្វាន់តែប៉ុណ្្នឹងឯងឈប់សុំយករបស់នេះទៅអូយស្អាតណាស់ព្រះប៉ោះអរព្រះគុណត្រៀមពិធីរៀបអភិសេកភ្លាមតុបតែងលម្អផ្លូវអញ្ជើញព្រះរាជាគ្រប់នគរត្រៀមរៀបចំពិធីដ៏ធំបិទផ្លូវដើម្បីរាំរែកគ្រប់គ្នាចូលមានសេចក្តីសុខ29ឆ្នាំក្រោយមកគ្មានអីទេគ្រាន់តែយល់សពអាក្រក់ប៉ុណ្ណោះម្ចាស់អូនផ្ទុំទៅណាតើក្តីសុបិនមានន័យយ៉ាងម៉េចទៅពិតជាមានអ្វីមួយយ៉ាងនៅឯកំផែងនោះហើយឆាន់ហើយណាមកទាំងយប់អត់ត្រៀត29ឆ្នាំក្រោយមកណែឆាន់ម្នាក់នោះគេមិនដូចយើងទេតើគេជាអ្នកណាទៅម្នាក់នោះគេគឺជាសមណៈក្រាបទូលសមណៈតើជាអ្វីគេគឺជាអ្នកលះបង់ផ្លូវលោកហេតុអីទៅទូលបង្គំថាគួរតែយើងទៅវិញទៅហេតុអីទើបលះបង់ផ្លូវលោកគឺគេស្វែងរកអត្តន័យជីវិតក្រាបទូលគេមានវិធីសាស្ត្រយ៉ាងណាដែរគេត្រូវអប់រំខ្លួនឯងអាស្រ័យនៅក្នុងវត្តឬលអាងពេលនេះគួរតែយើងទៅវិញមុនពេលដែលទាហានដឹងថាព្រះអង្គបាត់ខ្លួនក្រាបទូលត្រូវប្រញាប់យើងទៅវិញទៅក្រាបទូលមើលទៅគេដូចជាស្ងប់ស្ងាត់ណាស់
ពួកយើងគ្រប់គ្នាសុទ្ធតែត្រូវចាស់ឈឺស្លាប់ជារឿងធម្មតាទេគ្រប់គ្នាត្រូវតែស្លាប់មិនថារាជឬស្ដេចឡើយទេហេតុអីយើងត្រូវស្លាប់គេជាអ្នកដែលលះបង់ផ្លូវលោកព្រោះស្វែងរកអត្ថន័យនៃជីវិតនៅក្រាបទូលត្រូវហើយយើងត្រូវស្វែងរកចម្លើយនៃអត្ថន័យជីវិតគោលដៅរបស់ជីវិតគឺអ្វីបើយើងត្រូវស្លាប់ថ្ងៃណាមួយវាពិតជាមានផ្លូវមិនកើតចាស់ឈឺស្លាប់សូមទូលព្រះអង្គព្រះនាងប្រសូតបុត្រាហើយកើតមកហើយព្រះជាត្រៀមប្រស្ងោជប់លៀងពេលល្ងាចដើម្បីឆ្លងការប្រសូតរបស់ព្រះបុត្រាចំណងដ៏ធំបានកើតឡើងហើយផឹកទៅមកដើម្បីអបអរណាអរគុណដែលបានចូលរួមសូមសុខសប្បាយទាំងអស់គ្នាមែនយៈសោធារាជាទីស្រឡាញ់ដល់ពេលដែលយើងត្រូវបែកពីនាងនិងកូនរបស់យើងហើយយើងមានភារកិច្ចដែលត្រូវទទួលខុសត្រូវច្រើនជាងក្តីមេត្តាចំពោះអ្នកដែលមានក្តីទុក្ខមានភាពសំខាន់ច្រើនជាងបើអ្នកទាំងពីរមានគ្រប់យ៉ាងបរិបូរណ៍ហើយយើងនឹងចាកចេញពីនាងលាសិនហើយទូលបង្គំរៀបចំសេះសំណប់សម្រាប់ព្រះអង្គហើយទូលបង្គំសូមអំបរឲ្យព្រះអង្គបដូរប្រទេសទៅយើងទៅសិនហើយមុនពេលដែលវាហួសពេលព្រះអង្គមេត្តាឲ្យទូលបង្គំទៅតាមព្រះអង្គដល់មាត់ស្ទឹងផងក្រាបទូលត្រូវហើយព្រះអង្គប្រហែលជាយាងចេញពីរាជវាំងដោយពាក្យទំនាយហើយបើអញ្ចឹងហេតុអ្វីក៏យើងមិនចូលរួមជាមួយព្រះអង្គទៅល្អតើយើងអាចជួយព្រះអង្គបានដែរតើធ្វើការបោសសម្អាតនិងគោរពប្រណិប័តព្រះអង្គរហូតទាល់តែស្វែងរកឃើញសច្ចធម៌កោដាញ់អើយយើងដូចជាព្រួយបារម្ភណាស់កន្លងទៅ6ឆ្នាំហើយព្រះអង្គដូចជាសោយព្រះកញ្ញាតែបន្តិចបន្តួចមើលព្រះអង្គចោះមើលតែបែបនេះទៀតព្រះអង្គពិតជាសគត់ហើយស្អីគេនឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងឈានជើងចុះទៅក្នុងទឹកពួកបែរជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយយើងនេះសែនងងខ្លៅណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដើរឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកដោយក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតូចយើងកំពុងស្វែងរកសច្ចធម៌យើងមកពីទីឆ្ងាយណាស់យើងសូមអង្គុយតាំងសមាធិក្រោមដើមឈើមួយនេះតែលោកទីនេះគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីនាងតូចគ្មានអ្នកណាដឹងថាយើងនៅទីនេះទេលោកជាវាយរបស់ខ្ញុំជាអ្នកខ្ពង់ខ្ពស់ណាស់ហេតុអីក៏មិនទៅជាមួយពួកយើងអត់ទេនាងតូចកុំនិយាយពីយើងឲ្យសោះមិនគួរមានអ្នកណាដឹងថាយើងនៅទីនេះទេបានប៉ុន្តែអាហាររបស់លោកនោះមើលនោះទៅ76ឆ្នាំហើយ
ដែលសុទ្ធថាបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បាននូវសច្ចធម៌ឡើយទេ ហើយពេលនេះគេកំពុងតែទាមទារចំណីអាហារខ្ញុំ ជាទេវតាចាស់អ្នកនាងមានទេវតានៅក្រោមដើមឈើហើយទទួលសំណែនមកមើលជាមួយខ្ញុំទៅមើលដោយផ្ទាល់ភ្នែកណាដោយក្តីគោរពខ្ញុំឈ្មោះសុជាតិតាជាកូនស្រីរបស់លោកមេភូមិស្រីបំរើរបស់ខ្ញុំឈ្មោះហ៊ូណាជឿថាលោកជាទេវតា យើងមិនមែនជាទេវតាអីទេ អញ្ចឹងលោកជាអ្នកណា យើងជាសាមណៈដែលកំពុងស្វែងរកសច្ចធម៌ កាលខ្ញុំនៅពីតូចខ្ញុំធ្លាប់បន់ស្រន់ក្រោមដើមជ្រៃនេះថាបើខ្ញុំមានស្វាមីដែលមានឋានៈប្រហាក់ប្រហែលគ្នាហើយកូនដំបងរបស់ខ្ញុំជាកូនប្រុសខ្ញុំនឹងសែនបាយមហូបឲ្យជារៀងរាល់ឆ្នាំក្តីប្រាថ្នារបស់ខ្ញុំបានខ្លាចជាការពិតហើយសូមមេត្តាទទួលអាហារនេះផងចុះហើយសូមឲ្យលោកសម្រេចដូចការតាំងចិត្តរបស់លោកផង បើយើងបានត្រាស់ដឹងនៅថ្ងៃនេះសូមឲ្យភាជមួយនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកតែបើសិនជាអត់ទេសូមឲ្យភាជមួយនេះអណ្ដែតទៅតាមបណ្ដោយខ្សែទឹកចុះ អោណោថ្ងៃមុនព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងឡើងមួយអង្គហើយស្រាប់តែឥឡូវត្រាស់ដឹងឡើងមួយអង្គទៀត ថ្ងៃពេញបរមីខែវិសាខ សមលៈលោកចង់សម្រេចមគ្គផលជាយាមដើម្បីអ្វីទៅលោកជាព្រះរាជបុត្រចូលត្រឡប់ទៅព្រះរាជវាំងប្រើជីវិតឲ្យបានសោយសុខវិញទៅ យើងមិនចាចេញពីទីនេះរហូតទាល់តែយើងស្វែងរកសច្ចធម៌ដែលចាំតែរកសេចក្តីសុខជានិរន្តរ៍ តាមចិត្តចុះសាមណៈល្ងងបុត្រីស្រស់ទាំង3របស់បិតាយើងមានការងារឲ្យបុត្រធ្វើហើយសូមឲ្យបុត្រជួយអូសទាញសាមណៈនេះឲ្យបាន បានព្រះបិតា សមណៈល្ងងឯងពិតជាឈ្ងួតខ្លាំងណាស់យើងនឹងហៅព្យុះនៃភាពទរនទាំង9យ៉ាងព្យុះនៃភាពងងឹតងងល់9ប្រភេទនិងព្យុះភ្លើងយើងសូមចាញ់អំណាចរបស់ឯង សាងភាពស្មុគស្មាញជឿចាប់បំផ្លាញសមាធិរបស់ឯងបំផ្លាញសមាធិរបស់ឯង ស្អីគេនេះមិនអាចបានទេ នឹងនាំព្រះកេសារបស់ទ្រង់ទៅទីក្រុងអូកាឡាហើយទុកបូជានៅក្នុងចេតិយ អ
ស្អីគេនោះ ហើយយើងដើរមកយូរហើយប៉ុន្តែរកអតិថិជនម្នាក់មិនបានសោះយើងចង់រកកន្លែងសម្រាប់បន្តិចហើយ ពិតមែនហើយខ្ញុំហត់នឿយខ្លាំងណាស់ហើយយើងរកឲ្យហូបសិនទៅតាមអានេះឡើយ ល្អតើអូឯងមើលទៅនោះមានមនុស្សអង្គុយក្រោមដើមឈើអាចជាអតិថិជនយើងក៏ថាបានណា គេមានពលឺចេញមកទៀតឃើញទេពិតជាមានអ្វីពិសេសហើយនោះឯងឃើញនេះឯងមើលច្បាស់ អូមែនលោកយើងមកពីក្រុងអូកាឡាពួកយើងនឿយហត់ណាស់សុំសម្រាប់ផងបានទេ ចូលលោកសម្រាប់ចុះសុំមេត្តាទទួលបាយលេខទឹកឃ្មុំរបស់ពួកយើងផងទៅ លោកប្រាប់ពួកយើងបានទេលោកកាន់លទ្ធិណាមួយទៅ គ្មានព្រះជាម្ចាស់អង្គណាដែលអាចហៅបានថាអ្នកកសាងគ្រប់បែបយ៉ាងទាំងអស់សុទ្ធតែកើតឡើងដោយមានមូលហេតុឬកម្មហើយផលនៃកម្មអវិជ្ជាជាឫសគល់នៃអំពើអកុសលទាំងពួងហើយជាមូលហេតុបណ្ដាលឲ្យមានការកើតរងទុក្ខនិងការស្លាប់នាពេលអវិជ្ជាត្រូវបំផ្លាញដោយវិជ្ជាអ្នកនោះឬឆ្ពោះទៅនិព្វានយើងគ្មានគ្រូបាអាចារ្យហើយគ្មានអ្នកណាប្រៀបស្មើយើងទេអូ ព្រះពុទ្ធជាម្ចាស់សូមមេត្តាទទួលពួកយើងទាំងពីរធ្វើជាសាវករបស់ព្រះអង្គផងទៅហើយឲ្យខ្ញុំព្រះអង្គ មុ បាន ន នឹង ជាទី ពួក ខំ យើង ផង ទៅយើងសុំរបស់មានតម្លៃផ្ញើទៅគោរពបូជាផងចុះព្រះគុណព្រះពុទ្ធដ៏ចម្រើនយើងនឹងនាំព្រះកេសារបស់ទ្រង់ទៅទីក្រុងអូកាឡាហើយទុកបូជានៅក្នុងចេតិយ ស្អីគេនោះ ស្អីគេនោះ នោះលោកសុថតទេតើ មើលលោកចុះលោកពោពេញទៅដោយភាពប្រណិតយើងគិតថាលោកប្រហែលជាឆ្ពោះទៅអាណាចក្ររបស់បិតាលោកហើយ ដើម្បីអង្គុយលើរាជបល្ល័ង្កទាយាទទៀតហើ ទេ យ មើលទ្រង់មកខាងនេះទេតើ បានហើយយើងជាអ្នកស្វាគមន៍លោកទៀត ប៉ុន្ ហើ តែ យ មើលទៅទ្រង់មានអ្វីជាពិសេសឬមួយទ្រង់អី អូ ឬមួយទ្រង់ត្រាស់ដឹងទៅហើយនេះអូសូមថ្វាយបង្គំព្រះពុទ្ធដ៏ចម្រើន ស្ដាប់ណាបច្ចៈវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយ ព្រះអង្គដ៏ចម្រើនទ្រង់ធ្វើរួចរួចណាសូមប្រាប់ទូបង្គំផង មែនហើយមេត្តាប្រាប់ផងយើងនឹងសម្ដែងធម៌ចំពោះអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាតាំងចិត្តរៀនហើយប្រតិបត្តិតាមយើងសម្ដែងមិនយូរទេអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងមិនមែននៅជាតិមុខនៅពេលនេះហើយឥឡូវនេះក្នុងជាតិនេះយើងនិយាយជាការពិត ព្រះពុទ្ធជាម្ចាស់ផ្ដល់ដំណោរដល់ពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរម្មណ៍ឬការធ្វើបាបខ្លួនឯងឲ្យពិបាកប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាល ព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅ គឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កប្បៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវិយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិ លោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោកដើម្បីផលប្រយោជន៍ដល់មនុស្សដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយតែកុំទៅនៃសាវកចឹងអើយហត់អូអីដល់គឺនោះយោព្រះអង្គព្រះអង្គជួយទូមគុំបងទៅទូមគុំតាមរោគត្រង់ច្រើនថ្ងៃមកហើយស្ងប់អារម្មណ៍ទៅ
ទូមង្គមមានរឿងក្តៅក្រហល់ក៏ឲ្យត្រូវការឲ្យព្រះអង្គជួយផងទៅតើមានរឿងអ្វីទៅព្រះសមណគោដមដ៏ចម្រើនពួកព្រាហ្មណ៍យកគោទូមង្គម3ក្បាលបើគ្មានគោនេះទេទូលមង្គមគួរធ្វើយ៉ាងម៉េចលោកមិនបានទៅប្តឹងអាជ្ញាធរព្រះរាជាហើយព្យាយាមយកគោមកវិញទេព្រះអង្គដ៏ចម្រើនហើយមានផលប្រយោជន៍អ្វីពួកព្រាហ្មណ៍ទទួលបានសិទ្ធិឲ្យរឹបអូសគោក្របីអ្នកស្រែកទៅធ្វើការបួងសួងនាំយើងទៅជួបព្រាហ្មណ៍យើងនឹងទៅយកសត្វឲ្យពួកលោកវិញទូលបង្គំនឹងនាំទ្រង់ទៅកន្លែងរបស់គេលើនេះដាក់ឲ្យមុតនេះគួយជុំភ្លាមសមណៈនេះមិនមែនជាកន្លែងអ្នកក្រៅវណ្ណៈទេលោកព្រាហ្មណ៍តើលោកមានដឹងទេមនុស្សក្រៅវណ្ណៈគឺជាអ្វីហើយអ្វីទើបមនុស្សនៅក្រៅវណ្ណៈទេសមណៈយើងមិនចាប់អារម្មណ៍អ្នកក្រៅវណ្ណៈជាអ្វីទេយើងមិនស្គាល់ទេអញ្ចឹងចាំស្ដាប់ណាលោកព្រាហ្មណ៍ត្រូវចាំទុកមនុស្សក្រៅវណ្ណៈមិនមែនកើតឡើងតាំងពីកំណើតទេភាពជាព្រាហ្មណ៍ក៏មិនមែនមានមកតាំងពីកំណើតដែរភាពក្រៅវណ្ណៈកើតចេញពីទង្វើទៅវិញទេភាពជាព្រាហ្មណ៍ក៏កើតចេញពីទង្វើដែរអស្ចារ្យមែនទ្រង់បង្ហាញបំភ្លឺក្រំពុះភ្លឺងងឹតទូលបង្គំសូមអង្វរទទួលយកទូលបង្គំផងសូមប្រទ្រង់យាងព្រះអង្គលោកព្រាហ្មណ៍ខ្លួនលោកមានតម្លៃប៉ុន្មានព្រះសមណៈខ្លួនរបស់ទូលបង្គំមានតម្លៃច្រើនមហិមាណាស់ព្រះអង្គអញ្ចឹងយើងមកវាយតម្លៃគ្នារបៀបនេះប៉ុន្មានលើកប៉ុន្មានសារដែលលោកនាំយកសត្វមកបួងសួងព្រះសមណៈច្រើនជាង100,000 ដងទៅទៀតឯណោះអញ្ចឹងយើងមានតម្លៃច្រើនជាងនេះពិតរឿងសមណៈលោកព្រាហ្មណ៍ដោះលែងសត្វដែលគួរអាណិតទាំងនេះចងយើងជំនួសវិញទៅហើយបង្ហូរឈាមយើងដើម្បីបួងសួងចុះព្រះសមណៈសត្វដែលយើងសម្រាប់ទាំងប្រមាណនេះត្រូវទៅកើតក្នុងឋានសួគ៌ក្រោយពីវាងាប់ទៅណាលោកបួងសួងដើម្បីបញ្ជូនសត្វទៅឋានសួគ៌គឺដើម្បីទទួលពរព្រះសមណៈដើម្បីហេតុទាំងពីរយ៉ាងនឹងឯងលោកអូនទេមានស្រីមួយប្រុសមួយព្រះអង្គលោកបញ្ជូនពួកគេទៅឋានសួគ៌ទេព្រះអង្គមានន័យយ៉ាងម៉េចនឹងបើអញ្ចឹងលោកព្រាហ្មណ៍ហេតុអ្វីលោកមិនចងពួកគេហើយកាត់កពួកគេទៅព្រះសមណៈនេះចង់និយាយពីស្អីស្ដាប់ណាលោកព្រាហ្មណ៍អ្នកណាដែលអះអាងថាការបួងសួងជារឿងប្រសើរពួកគេជាអ្នកបួសដែលយករឿងនេះធ្វើជាអាជីពរកចិញ្ចឹមខ្លួនឯងលោកកុំធ្វើតាមដោយគ្មានហេតុផលឲ្យសោះបើអញ្ចឹងព្រះសមណៈទូបង្គំនឹងមានជំរឿនដ៏ល្អសម្រាប់បួងសួងព្រះជាម្ចាស់ដោះលែងសត្វគួរអាណិតទាំងអស់នេះទៅបានព្រះសមណៈបើទូបង្គំដោះលែងបែបនេះតើគូបង្គំនឹងរស់នៅក្នុងសង្គមព្រាហ្មណ៍យ៉ាងម៉េចនាពេលលោកសម្ដែងក្តីមេត្តាចំពោះសត្វទាំងនេះហើយសត្វដ៏ច្រើននឹងគោរពដល់លោកនឹងទទួលបានពរពីព្រះជាម្ចាស់អូយព្រះសមណៈគោដមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយទ្រង់សំណាងល្អណាស់មានព្រះរាជបុត្រាដ៏អស្ចារ្យមកចាប់កំណើតក្នុងគភ៌ព្រះមហេសីទ្រង់ជាព្រះរាជាដ៏អស្ចារ្យលើចក្រវាឡអូយព្រះសមណៈគោដមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយអាយ៉ាគោយើងក៏ដែលអ្នកស្រុកគោរពទ្រង់វាជាការពិតទ្រង់ជាអ្នកត្រាស់ដឹងអស្ចារ្យណាស់លោកជាទីគោរពតើសមណៈគោដមជាអ្នកណាទៅទ្រង់គឺជាព្រះពុទ្ធអ្នកសាងចំពោះផ្លូវអ្នកដែលមិនបានសាងអ្នកប្រកាសចំពោះផ្លូវអ្នកមិនបានប្រកាសអ្នកដឹងផ្លូវចំពោះអ្នកដែលមិនបានដឹងផ្លូវ
អូយតើមានរឿងអីចេះ สุดท้ายจึงสิกลับเนี่ยមានត្រមួយទៅជា បបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំមានបរិយាសាមកពីព្រះរាជវាំងព្រះបិតាសធុធនៈមានប្រតិចង់ជួបព្រះអង្គ ភិក្ខុទាំងឡាយត្រៀមធ្វើដំណើរទៅទីក្រុងកបិលភ័ស្ត្រជាមួយនឹងយើង ទេវទត្តគ្រប់យ៉ាងត្រៀមទទួលបុត្រារបស់យើងតាមបញ្ជាដែរឬទេត្រៀមឲ្យក្រាបទូលមង្គមបានត្រៀមថ្វាយត្រង់រួចរាល់អស់ទៅហើយ ព្រះអង្គព្រះពុទ្ធយើងមកដល់ទីនេះហើយ បុត្រាយើងមកដល់ហើយប៉ុន្តែគេនៅឯណា ព្រះអង្គត្រង់នៅតាមថ្នល់ព្រះពរ នៅតាមថ្នល់ចុះទៅធ្វើអីនៅទីនោះ កំពុងតែដាស់សុំអាហារព្រះពរ ស្អីគេរាជាត្រៀមរបស់ដែលទ្រង់ពេញចិត្តតែទ្រង់បែរជាទៅសុំហូបគេបែបនេះគួរឲ្យខ្មាស់គេខ្លាំងណាស់រៀបចំសេះឲ្យយើងភ្លាមក្រាបទូល សុទ្ធថាបុត្របិតាត្រឹមត្រូវហើយឯអ្នកដែលធ្លាប់តែប្រថាប់រទេះសេះមាសតែបែរជាមកសុំហូបអាហារនៅតាមទីក្រុងនេះហេតុអ្វីបុត្រធ្វើឲ្យបិតាខ្មាស់គេហេតុអ្វីទើបបុត្រអាចធ្វើទៅកើតមហាបពិតទូលបង្គំមិនអាចធ្វើឲ្យត្រង់អាម៉ាស់ទេប៉ុន្តែទូលបង្គំប្រណិប័តតាមប្រពៃណីសាសនាទៅវិញទេតែយើងជាអ្នកស្នងត្រកូលអ្នកចម្បាំងមិនសុំស្បៀអាហារពីគេនោះទេ អ្នកស្នងត្រកូលក្សត្រគឺទេវទត្តចំណែកយើងជាអ្នកស្នងត្រកូលព្រះពុទ្ធសាសនានេះជាប្រពៃណីដែលបន្តមកជាយូរដើម្បីទទួលអាហាររាល់គេហដ្ឋានទាំងអស់តើនេះជាការបន្តប្រពៃណីបែបណាទៅការសុំអាហាររាល់គេហដ្ឋានហើយតែងខ្លួនបែបនេះទៀតទ្រង់ទៅចោលព្រះមហេសីទៅចោលព្រះបុត្រាអររយៈពេល6ឆ្នាំដើម្បីអ្វីទៅតើវាមានផលប្រយោជន៍អ្វីទ្រង់ឆាប់មានមន្ទូលមក អ្វីគ្រប់យ៉ាងនឹងដូចដើមហ៎ស្អីគេហ៎ហើយស្អីចេះនេះមិនចេះ រឿងអីចេះ ចាមិន អស់ចាមើលចុះនោះ មែនទេ លើពុំមានទឹកផងទៀត អូយចម្លែកណាស់លោកអើយចម្លែកមែនតើមើលចុះនោះអូយក្តៅទ្រង់សំណាងល្អណាស់មានព្រះរាជបុត្រាដ៏អស្ចារ្យមកចាប់កំណើតក្នុងគភ៌ព្រះមហេសី ទ្រង់ជាព្រះរាជាដ៏អស្ចារ្យលើចក្រវាល បុត្របិតាបុត្រធ្វើឲ្យបិតាយល់ពីការពិតបុត្របង្ហាញឲ្យបិតាឃើញដល់ទៅ3លើកតែបិតាល្ងងគ្មានប្រាជ្ញាសុំមេត្តាលើកទោសឲ្យបិតាផងចុះបបិទ្ធព្រះអង្គដ៏ចម្រើនទូបង្គំសុំថ្វាយខ្លួនបួសជាសង្ឃផងចុះព្រះអង្គដ៏ចម្រើនយូអៀនខ្មាស់មាត់ខ្លាំងណាស់វយដែលសពពេញទោសសុំអភ័យទោសទូលបង្គំហងឲ្យទូលបង្គំបានបម្រើត្រង់ហើយទៅព្រមជាមួយនឹងព្រះបុត្រាអនន្តផងពួកទូលបង្គំនឹងផ្សព្វផ្សាយបន្ទូលរបស់ព្រះអង្គ ព្រះអង្គដ៏ចម្រើនហើយពេលដែលនាងដឹងថាទ្រង់ស្លៀកស្បង់ជីពរនាងក៏ធ្វើដូចទ្រង់ពេលដែលនាងឮថាទ្រង់ទទួលទានមួយថ្ងៃមួយពេលនាងក៏ធ្វើដូចជាទ្រង់ពេលនាងដឹងថាទ្រង់មិនផ្ទុំលើគ្រែនាងក៏ធ្វើតាមពេលនាងនៅតែម្នាក់ឯង រាជាផ្សេងក៏មានចិត្តចំពោះនាងតែនាងបែរជាបដិសេធមិនព្រមទាល់តែសោះមហាបពិត
មិនត្រឹមតែជាតិនេះទេសូម្បីតែជាតិមុននាងក៏នៅក្បែរបុត្ររហូតហើយបូជាខ្លួនចំពោះបុត្រយសោធារីនាងមានការអត់ធ្មត់ចំពោះការប្រត់ប្រាស់កម្លាំងនេះឯងធ្វើឲ្យយើងមានទឹកចិត្តក្នុងការប្រណិប័តដល់ព្រះពុទ្ធជាម្ចាស់ហើយជាទួនាទីរបស់យើងនៅក្នុងការផ្សព្វផ្សាយព្រះធម៌ជាសេចក្តីសុខដល់មនុស្សទាំងឡាយខ្ញុំម្ចាស់សប្បាយចិត្តលើទ្រង់សូមឲ្យភារកិច្ចរបស់ទ្រង់បានជោគជ័យហើយសូមឲ្យព្រះធម៌រីកពាសពេញផែនដីទៅចុះព្រះហលបាត់មេដាលោកសងអង្គនោះជាបិតារបស់បាត់ទ្រង់មានតម្លៃមហិមាណាស់ទៅលោកទ្រង់ទៅហើយសូមសម្បត្តិពីទ្រង់ព្រះបិតាសូមបីទេសមររបស់ទ្រង់ក៏ធ្វើឲ្យបុត្ររីករាយដែរព្រះមេដាប្រាប់ឲ្យទូលបង្គំសូមសម្បត្តិពីទ្រង់បុត្រសម្លាញ់បិតាគ្មានទ្រព្យសម្បត្តិសំខាន់អ្វីនៅជាប់នឹងខ្លួនទេតែបើបុត្រត្រូវការបិតានឹងឲ្យលោកកតរៈសម្បត្តិដល់បុត្រសិរីបុត្រចូលអ្នកបំពុះរិហុលទៅហើយឲ្យលោកកតរៈសម្បត្តិដល់គេដើម្បីចូលដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃស្អីគេហេតុអីក៏បុត្រធ្វើដូច្នេះបុត្រធ្វើយ៉ាងម៉េចទៀតហើយបិតាសោកស្ដាយណាស់ដែលរាហុលចៅប្រុសបិតាត្រូវបួសទៀតពេលបុត្រចេញពីព្រះរាជវាំងបិតាសង្ឃឹមលើរាហុលបិតាសប្បាយដែលឃើញគេលេងគេធ្វើឲ្យបិតាសប្បាយចិត្តពេលបិតានឹកបុត្រតែពេលនេះវាហួសពេលទៅហើយបិតាសូមអង្វរបុត្របានទេបានមហាបពិតការបួសរបស់បុត្រមិនគួរធ្វើទេបើមេដាបិតាមិនអនុញ្ញាតបានបុត្រនឹងធ្វើតាមព្រះបិតាសុំហើយកត់ត្រាធ្វើជាច្បាប់របស់សង្ឃបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងម៉េចអានន្ទមានការអីស្ត្រីភេទអាចសិក្សាពាក្យព្រានប្រដៅហើយនឹងបួសជាភិក្ខុនៃបានដែរឬទេមានអីស្ត្រីក៏ធ្វើបានដែរព្រះសម័យតាមបម្រើព្រះអង្គតាំងពីយូរយារណាស់មកហើយបីបាច់ថែរក្សាព្រះអង្គតាំងពីព្រះមេដាសោយវិឡាល័យទៅម្លេះតាំងពីយូរណាស់មកហើយព្រះអង្គតាំងពីព្រះអង្គនៅក្មេងមកម្លេះណាមែនយើងដឹងច្បាស់ណាស់ព្រះអង្គដ៏ចម្រើនព្រះនាងកូតមីហើយនឹងស្ត្រីទៀតឈរនៅចាំខាងក្រៅសូមព្រះអង្គអនុញ្ញាតឲ្យបួសជាភិក្ខុនៃផងចុះដើម្បីឲ្យបានដល់នៅប្រតនត្រ័យដ៏ធំអានន្ទបើកូតមីនិងមិត្តរបស់នាងអាចប្រតិបត្តិតាមខ8ប្រការបានហើយនោះត្រៀមបួសទៅចុះព្រះអង្គដ៏ចម្រើនមានគេប្រាប់ថាទ្រង់ចង់ជួបទូលបង្គំពិតមែនហើយឆាប់ចូលមកទេវទត្តសាមវៈរបស់យើងស្ដាប់ពាក្យណែនាំរបស់យើងហើយពួកគេប្រកាន់ខ្ជាប់ពាក្យព្រានប្រដៅរបស់យើងតែទេវទត្តយើងឮមកថាលោកធ្វើខុសដោយរួបរวมគ្នាប្រព្រឹត្តតាមលោកធ្វើខុសពីច្បាប់របស់យើងដើម្បីសាងភាពបែកបាក់ក្នុងចង្កោមសង្ឃវាជារឿងដែលគួរឲ្យសង្វេគណាស់ទ្រង់ដោយចម្រើនបណ្ដាសង្ឃកំពុងតែទទួលនូវទុក្ខវេទនាក្រោយពីទទួលនូវភាពមិនល្អក្នុងការចូលមកលាតត្រដាងក្នុងសាសនាដូចជាជនពៀលភេរវៈកខេតកនិងព្រាននារីលោកស្នើយ៉ាងម៉េចស្រេចតែទ្រង់ដោយចម្រើនទូលបង្គំសូមស្នើថាសូមឲ្យភិក្ខុនៃគួរតែនៅក្នុងព្រៃទូលបង្គំថែមទាំងស្នើទៀតបណ្ដាភិក្ខុនៃគួរតែចេញបណ្ឌបាតគួរតែពាក់ស្បង់ដែលធ្វើអំពីកណាត់បណ្ដាភិក្ខុសង្ឃគួរតែអង្គុយសមាធិនៅក្នុងព្រៃលើកលែងឆាន់សាច់ហើយសាវកទាំងអស់គួរគោរពតាមច្បាប់វិន័យរបស់សង្ឃឲ្យបានម៉ត់ចត់ទេវទត្តក្រោយពីលោកបួសលោកធ្លាប់នៅក្នុងព្រៃដែរទេមិនដែលទេតើធ្លាប់ស្លៀកស្បង់ជីពោធ្វើអំពីកណាត់ចាស់ទេអត់ទេតើធ្លាប់ប្រាសចាកឆាន់សាច់ដែរទេអត់ទេតែធ្លាប់អង្គុយសមាធិក្នុងព្រៃហើយចេញបណ្ឌបាតផងដែរទេវទត្តលោកធ្វើតាម3ក្នុងចំណោម5ប្រការដែលលោកទាមទារមិនបានផងលោកគិតថាបញ្ញត្តិវិន័យទាំងឡាយសមគួរដែរទេមានភិក្ខុជាច្រើនព្រមទទួលវិន័យទាំងនេះទេវទត្តកុំបំបាយក្រុមសង្ឃអីបើលោកមិនយល់ស្របនឹងវិន័យរបស់យើងទេលោកអាចចាកចេញទៅបានទូលបង្គំនឹងទៅជាមួយភិក្ខុដែលតាមទូលបង្គំហើយគោរពចំពោះទូលបង្គំលោកចង់ធ្វើអ្វីក៏ធ្វើចុះបើគំនិតរបស់លោកបរិសុទ្ធលោកនឹងទទួលបានល្អ
តែបើគំនិតរបស់លោកមិនបរិសុទ្ធលោកនឹងទទួលផលអាក្រក់គ្រប់គ្នាមានសេរីភាពនៅក្នុងការពិភាក្សាជាមួយយើងតាមតម្រូវការតែលោកចូលប្រយ័ត្នទង្វើរបស់លោកផងចុះអានន្តយើងចង់ទៅឲ្យឆ្ងាយមួយរយៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្រេចប្រតិរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរយើងនឹងទៅតែម្នាក់ឯងក្នុងព្រៃព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណាសត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសមគួរឲ្យរស់នៅទីនោះឆាន់តែផ្លែឈើមិនកម្រើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះល្អណាស់ចៅសេកពេលនេះព្រះអង្គគង់នៅឯណានៅទីនេះតាមខ្ញុំមកបបិទ្ធព្រះអង្គដ៏ចម្រើនចូលមកអានន្តគង់ទៅបានសត្វសេកមួយក្បាលនេះកុំអីទូបង្គំត្រូវវង្វេងផ្លូវហើយម្យ៉ាងទៀតទូបង្គំក៏មិនបានជួបព្រះអង្គដែរអានន្តនេះជាមិត្តស្មោះរបស់យើងម្នាក់ស្រេចតែព្រះអង្គទេទូបង្គំមិនដែលឃើញអ្វីដែលចម្លែកបែបនេះទេទូបង្គំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងសត្វទាំងអស់នេះនៅក្នុងព្រៃសុទ្ធតែស្មោះត្រង់ចំពោះព្រះអង្គទាំងអស់អានន្តសត្វនៅក្នុងព្រៃមិនខុសពីសត្វផ្សេងទេពួកគេស្មោះត្រង់ហើយឧស្សាហ៍ព្យាយាមជាងសត្វផ្សេងសម្រាប់យើងមិត្តភក្តិល្អជារឿងគួរឲ្យរីករាយហើយអាចនៅជាមួយពួកគេបានស្រេចតែព្រះអង្គទេតែទីមួយដែលព្រះអង្គគង់នៅទីនេះគ្រប់គ្នាតែងតែគោរពនៅទេវទត្តហើយនឹងសាវកដូច្នេះពួកនោះគិតថាយើងមិនច្បាស់លាស់នោះទេទោះបីយ៉ាងណាក៏ដោយមួយខែក្រោយមកប្រជាពលរដ្ឋចាប់ផ្ដើមមិនពេញចិត្តនឹងទង្វើរបស់ទេវទត្តនិងសាវកពួកគេក៏វែងដុំថ្មត្រូវទេវទត្តនិងសាវកពេលនេះប្រជារាស្ត្រតែងតែនិយាយពីពាក្យពានប្រដៅដ៏ល្អរបស់ព្រះអង្គហើយគេបាននិមន្តព្រះភិក្ខុសង្ឃដទៃទៀតទៅថ្វាយចង្ហាន់ហើយតែងតែសួររកព្រះអង្គជារៀងរាល់ថ្ងៃអានន្តយើងមិនប្រាប់លោកទេមិនយូរទេការពិតនឹងឈ្នះការមិនពិតបើការប្រណិប័តរបស់យើងត្រឹមត្រូវយើងមិនអាចធ្វើខុសទៀតបានទេព្រោះអាវុធរបស់យើងគឺសច្ចធម៌នោះអីអានន្តយើងនឹងត្រឡប់ទៅវិញអូព្រះពុទ្ធជាម្ចាស់យើងមកហើយព្រះពុទ្ធជាម្ចាស់យើងមកហើយណោះពេលនេះត្រូវដឹកគំនិតដល់គិតគ្នាហ្មងហើយត្រូវជួយចាញ់ទេស្រេចតែព្រះអង្គមហារាជាបាក់សេនីកោសលយាងចូលគាល់លោកមហាបុរសចាត់ទុកតែជាកិត្តិយសដែលបានជួបទ្រង់ទូលបង្គំលើរឿងរបស់ទ្រង់ច្រើនមកហើយទូលបង្គំមកសុំពរពីទ្រង់ជាមហាបុរសយើងមានទាហានសេះ500អ្នកបំពាក់ទៅដោយអាវុធចាំនៅខាងក្រៅឯនោះយើងត្រៀមនឹងស្លាប់រស់ហើយពេលនេះក្នុងភារកិច្ចអីទៅដើម្បីសម្លាប់បិសាចអង្គលីមៀគេសម្លាប់ប្រជាជនអស់ច្រើនហើយវាទៅស័យប្រសាទហើយពួកយើងមកសុំពរពីទ្រង់ដើម្បីឲ្យការងារនេះទទួលបានជោគជ័យបើលោកឃើញអង្គលីមៀបំពេញធម៌ប្រាសចាកហិង្សានិងអំពើអាក្រក់ទាំងឡាយហើយព្រមប្រណិប័តជីវិតដ៏ល្អលោកធ្វើបែបណាទៅក្នុងករណីនេះយើងនឹងលើកទោសឲ្យគេហើយទុកជីវិតឲ្យគេបើអញ្ចឹងមហារាជានេះឯងគឺអង្គលីមៀអីណាអាយយកកុំខ្លាចអីមហារាជា
มันបាច់ខ្លាចអ្វីទៀតទេអូយ៉ាពិសេសណាស់ព្រះអង្គពិតជាពិសេសមែនទែនធ្វើមិនទៅឲ្យបិសាចអង្គលីមាព្រមចោះញោមទ្រង់សង្ស័យខ្លាំងណាស់ ព្រះពុទ្ធជាម្ចាស់ជាអ្នកកែប្រែយើង និយាយស្ដាប់បន្តិចបានទេ យើងគឺជាអហិង្សៈបុត្ររបស់អ្នកបួសយើងត្រូវបានបញ្ជូនទៅរៀននៅសាលាល្បីហើយបានរង្វាន់ជាច្រើនលើកការសិក្សានៅមុខវិជ្ជាផ្សេងៗរួមទាំងសិល្បៈការពារខ្លួនកូនសិស្សផ្សេងៗទៀតសុទ្ធតែមានភាពចំណាយនឹងយើងទាំងអស់ពួកគេបានញុះញង់នឹងគ្រូឲ្យស្អប់យើងព្រមទាំងគ្រួសាររបស់យើងគ្រូក៏បានស្អប់យើងហើយក៏បានបង្កើតនៅលក្ខខណ្ឌដ៏ចម្លែកនៅក្នុងការទទួលយកជោគជ័យលើការសិក្សាប្រៀបដូចជាការគៀបសង្កត់យើងដូចនេះដែរម្រាមដៃ 1000 គឺជាថ្លៃនៃការសិក្សាលោកគ្រូខ្ញុំមកពីតកូមិនប្រើហិង្សាលោកគ្រូក៏ដឹងដែរខ្ញុំមានឈ្មោះថាអហិង្សៈមានន័យថាមិនបៀតបៀនអ្នកដទៃខ្ញុំសូមអង្វរលោកគ្រូបដូរតម្រូវការរបស់លោកគ្រូនេះបានទេយើងមិនបដូរទេយើងមិនអាចកែប្រែចិត្តយើងបានទេយើងប្រែចិត្តលោកគ្រូមិនបានមានអារម្មណ៍ពិបាកនឹងប្រឈមមុខហើយបានជួបនឹងលាអាងមួយនៅព្រៃភ្នំយ៉ាងជ្រៅយើងបានចាប់ផ្ដើមរស់នៅដោយភាពព្រៃផ្សៃស៊ីសត្វជាអាហារហើយចិត្តសាហាវព្រៃផ្សៃក៏កើតឡើងយើងស្ទាក់អ្នកដំណើរដែលធ្វើដំណើរបាក់គ្រប់គ្នាហើយកាត់ម្រាមដៃពួកគេហើយយើងក៏ចងសាក់សពគេនៅលើចុងឈើចាំរហូតដល់អ្នកផ្សេងទៀតមកនៅទីបំផុតយើងក៏មានឈ្មោះថាអង្គលីមាដែលមានកម្រងជាម្រាមដៃហើយយើងចូលគម្រាមកំហែងប្រជាជនរហូតនៅទីបំផុតយើងក៏មានម្រាមដៃចំនួន999ម្រាមនៅសល់តែមួយទៀតទេយើងនឹងសម្រេចភារកិច្ចហើយថ្ងៃមួយយើងមើលឃើញស្ត្រីម្នាក់កំពុងតែដើរមកយើងក៏បានចូលទៅរកគាត់តាមពិតគាត់ជាម្ដាយរបស់យើងក៏ឈប់ភ្លាមហើយគិតថាយើងអាចសម្លាប់បានទេស្របជាពេលនោះដែរក៏បានឃើញនៅព្រះពុទ្ធនិមន្តទៅហើយយើងក៏បានបដូរចិត្តឆ្ពោះទៅរកទ្រង់វិញតែគួរឲ្យចម្លែកណាស់នៅពេលដែលយើងតាមទ្រង់យើងតាមមិនទាន់សោះមិនដឹងថាជាហេតុអីយើងនៅតែតាមមិនទាន់ព្រះអង្គទោះប្រឹងយ៉ាងណាក៏នៅតែមិនទាន់សមណៈឈប់ភ្លាមសមណៈឈប់ភ្លាមឈប់សមណៈឈប់ភ្លាមយើងឈប់ហើយតែលោកទេដែលមិនទាន់ឈប់ សមណៈលោកឈប់យ៉ាងម៉េចបើលោកនៅតែដើរលោកប្រាប់ថាយើងមិនទាន់ឈប់ហើយយើងឈប់ហើយដើរតែលោកប្រាប់ថាយើងមិនទាន់ឈប់តែសមណៈមានន័យយ៉ាងម៉េចទៅអង្គលីមាយើងឈប់ជានិរន្តរ៍ឈប់ធ្វើហិង្សាចំពោះវត្ថុមានជីវិតទាំងឡាយតែលោកប្រើហិង្សាគ្រប់គ្នាយើងទៅប្រាប់ថាយើងឈប់ហើយតែលោកនៅបិសាចនៅក្នុងខ្លួនរបស់លោកសាងភាពវិនាសច្រើនប៉ុណ្ណាការរងទុក្ខវេទនានឹងគ្មានថ្ងៃបញ្ចប់បើលោកបួសលោកនឹងឈានទៅរកនិព្វានហើយមិនបាច់មកវិលវល់កើតចាស់ឈឺស្លាប់ទៀតទេលោកសមណៈខ្ញុំបានធ្វើខុសច្រើនណាស់ខ្ញុំកើតអីនឹងខ្ញុំសាងទុច្ចរិតមកច្រើនហើយព្រះពុទ្ធជាម្ចាស់ធ្វើឲ្យខ្ញុំយល់អំពីបិសាចនៅក្នុងខ្លួនសូមព្រះអង្គទទួលខ្ញុំព្រះអង្គជាសាវកផងលោកយទីគោរពសូមទទួលសបង់ជីពរអាហារថ្នាំពីយើងផងចុះមហារាជមានក្តីមេត្តាអរគុណច្រើនតែយើងមានគ្រប់គ្រាន់អស់ហើយហេស្អីគេនោះមើលសង់នោះទៅនោះហើយណែណាអីអង្គលីមានទៅមែនអង្គលីមានទៅឃើតកនទៅនេះចេញទៅកុំអោយអាហារគេសោះដេញគេចេញទៅមែនហើយចេញទៅចេញទៅព្រះអង្គមើលទូបង្គំចុះទូបង្គំរបួសហើយហេតុអីពួកគេនៅតែស្អប់ទូបង្គំបែបនេះព្រះអង្គលីមានកាលពីមុននេះអ្នកសម្លាប់មនុស្សមានដឹងទេថាវាខុស
ទូគុំមិនដឹងទេព្រះអង្គ ពួកគេធ្វើបែបនេះព្រោះមកពីអវិជ្ជា ពិតមែនហើយដល់ពេលដែលទូបង្គំត្រូវសាងក្តីមេត្តាចំពោះពួកគេហើយដើម្បីក្តីមេត្តា គេនៅណាពេទ្យនោះជាអ្នកណាទៅ ទ្រង់ជាគ្រូរបស់យើងសូមមេត្តាស្ងប់អារម្មណ៍ទៅចាំយើងនិយាយជាមួយទ្រង់បបិទ្ធព្រះអង្គដ៏ចម្រើនពេលខ្ញុំកណ្ណាទៅបណ្ឌបាតនៅព្រឹកមិញបានជួបនឹងស្ត្រីម្នាក់ព្រមទាំងក្មេងតូចស្រែកយំសុំថ្នាំដើម្បីព្យាបាលកូនប្រុស សុំមេត្តាឲ្យថ្នាំមកខ្ញុំព្យាបាលកូនផងទៅ នាងឈ្មោះអ្វីហើយមានអ្វីកើតឡើងចំពោះកូននាង ខ្ញុំម្ចាស់ឈ្មោះកេសាកោតមីហើយកូនប្រុសតែមួយគត់របស់ខ្ញុំក្តៅខ្លួនស្លាប់ហើយខ្ញុំសូមវល់លោកជួយខ្ញុំផងទៅឲ្យថ្នាំមកខ្ញុំមកខ្ញុំនឹងឲ្យមាសលោក យើងនឹងឲ្យថ្នាំទៅនាងតែនាងត្រូវយករបស់មកឲ្យយើងសិន តើស្អីទៅព្រះអង្គប្រាប់ខ្ញុំម្ចាស់មក ទៅរកក្របស្ពៃមកឲ្យយើង ក្របស្បៃតែប៉ុណ្ណឹងទេ មែនហើយតែត្រូវចាំទុកណាមានលក្ខខណ្ឌថាក្របស្ពៃត្រូវតែមកពីគ្រួសារដែលគ្មានអ្នកណាស្លាប់ ខ្ញុំនឹងទៅរកឲ្យលោកភ្លាមស្អីគេក្របស្បៃហ៎នាងចង់បានប្រមាណក៏បានដែរតែពុករបស់ខ្ញុំទើបតែស្លាប់កាលពីខែមុនមែនហើយគ្រួសាររបស់ខ្ញុំទើបតែស្លាប់កាលពីអាទិត្យមុន គ្មានអ្វីអមតៈទេមានទាំងការកើតនិងការស្លាប់ការចម្រើននិងការវិនាសការជួបនិងការបែកបាក់លោកស្រស់បំប្រងប្រៀបដូចជាផ្កាដែលរីកនៅពេលព្រឹកហើយស្វិតទៅវិញដោយកម្ដៅនៃពេលថ្ងៃ ព្រះអង្គខ្ញុំម្ចាស់យល់ហើយថាក្តីស្លាប់គឺជារឿងធម្មតា ចាំទុកណាកេសាកោតមីថ្ងៃណាយើងត្រូវព្រាត់ពីរបស់ដែលយើងស្រឡាញ់ វីរំស្អាតមែនតែនអើយចូលចិត្តណាស់អ្នកដែលបកែរំអញ្ចឹងឲ្យចូលចិត្តសម្បំណាស់នេះ អូយអស្ចារ្យណាស់អស្ចារ្យណាស់អស្ចារ្យមែនតែនណា ហើយផ្ទះដៃផ្ទះដៃផ្ទះដៃមិនក៏នៅគ្រានៅស្ងៀមយកឲ្យជួយផ្ទះដៃតិចទៅមើលមិនឲ្យផ្ទះដៃផ្ទះដៃផ្ទះដៃអីអើយស្អាតណាស់ស្អាតមែនតែននេះ ស្រស់ប្រងនំងហើយ លោកស្អាតណា អើយអ្នកនាងមានរឿងអីហ្នឹង យើងមានអារម្មណ៍មិនល្អសោះយើងមានអារម្មណ៍ថាដូចជាអ្នកទោសយើងចង់បានសេរីភាព អ្នកទៅមែនទេអ្នកនាងគឺជាស្ត្រីដែលគួរឲ្យស្រឡាញ់ជាទីបំផុតនៅម្ដុំនេះបរិះណាក៏នៅចង់នៅជាមួយនាងមិនមែនមកពីរៀងរបស់នាងទេគឺមកភាពរហ័សរហួននឹងមុនស្នេហ៍ហ្នឹងណាហើយធ្វើឲ្យបរិះក្នុងទីក្រុងចង់នៅជាមួយនាងណា យើងដឹងគ្រប់យ៉ាងពេលខ្លះយើងសង្ស័យថាពេលខ្លះជាភរិយារបស់គេហើយតែមានបញ្ហាជាមួយស្វាមីកូនក៏ឈឺមិនមែនជារឿងល្អនោះទេណា ហេតុអីទើបនាងនិយាយបែបនេះប្រពន្ធជាទេសកលទី1នៅក្នុងផ្ទះហើយនាងនឹងក្លាយទៅជាទេសកលរបស់ប្តីប៉ុន្តែនាងនឹងមានសេរីភាពគ្រប់បែបយ៉ាងណា អញ្ចឹងត្រូវតែមានរបស់ដែលស្អាតហើយថិតថេរដែលស្វាមីហើយនឹងកូនមិនអាចយកមកបាន អ្នកនាង ខ្ញុំឈប់ស្វែងរកសេរីភាពហើយតើដឹងទេ អ្នកនាងអាចស្វែងរកសេរីភាពបានមែនណា នាងចង់និយាយពីអ្វីហ្នឹង អ្នកនាងឮគេនិយាយពីអ្នកដែលមានចម្លើយគ្រប់បែបយ៉ាងទេ អ្នកណាគេ ព្រះពុទ្ធជាម្ចាស់ណា មែនហើយខ្ញុំក៏ឮរឿងរបស់លោកដែរ ទ្រង់កំពុងគង់នៅក្នុងព្រៃស្វាយរបស់នាងឯណោះ ទីនេះហ៎នៅក្នុងព្រៃយើងត្រូវតែទៅជួបព្រះអង្គជាបន្ទាន់ហើយ ប៉ុន្តែអ្នកណាក៏និយាយដែរថាព្រះអង្គខ្វល់ខ្វាយស្រីស្អាតហើយព្រះអង្គមានមុនស្នេហ៍ទេព្រះអង្គជារាណាស់ទៅហើយណា យើងដឹងច្បាស់ណាស់ឯងយល់ទេភាពស្រស់ស្អាតនិងភាពគួរឲ្យស្រឡាញ់វាត្រូវបាត់បង់វាពិតជាមានអ្វីថិតថេរព្រះពុទ្ធជាម្ចាស់ពិតជាដឹងហើយថាយើងនឹងស្វែងរកត្រៀមរទេសស្អីយើងភ្លាម មនុស្សដែលស្រីឃ្លានលើជីវិតដែលគ្មានការប្រុងប្រយ័ត្ននឹងរីកចម្រើនដោយសត្វជើង4គេនឹងលោតពីជីវិតមួយទៅជីវិតមួយដូចគ្នានឹងសត្វតូចដែលលោតពីដើមឈើមួយទៅដើមឈើមួយរកផ្លែឈើ ព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់អំពៈបល័យជាស្រីស្អាតប្រចាំស្រុកខ្ញុំម្ចាស់ភ្លក់រសជាតិស្រស់បំព្រងនិងភាពសប្បាយលើលោកនេះយ៉ាងល្អ
ប៉ុន្តែខ្ញុំទទួលការឈឺចាប់ការអបសុកនិងភាពទទេស្អាត អ្នកនាងត្រូវគ្រប់គ្រងរាងកាយនិងផ្លូវចិត្ត ខ្ញុំម្ចាស់គួរតែធ្វើបែបណាទៅ ត្រូវពន្លត់ការប្រកាន់ខ្ជាប់លើការប្រាថ្នាការស្រេកឃ្លាននិងអំពើអាក្រក់វឹកវើទង្វើខាងកាយវាចាចិត្តឲ្យបានល្អ មែនហើយព្រះអង្គខ្ញុំម្ចាស់នឹងធ្វើតាមខ្ញុំម្ចាស់នឹងហាត់ចំពោះទង្វើដែលល្អខ្ញុំម្ចាស់សូមនិមន្តព្រះអង្គជាមួយនឹងព្រះភិក្ខុទៅទទួលចង្ហាន់នៅផ្ទះខ្ញុំម្ចាស់ យើងនឹងនិមន្តទៅផ្ទះនាងមុន តែព្រះអង្គមិនអាចទៅឆាន់ផ្ទះនោះបានទេព្រះអង្គធ្លាប់ជាព្រះរាជបុត្រាព្រះអង្គទៅឆាន់ផ្ទះស្រីផ្កាមាសមិនកើតទេព្រះអង្គត្រូវតែទៅឆាន់នៅផ្ទះទូបង្គំ សូមខមាទោសឲ្យខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មិនបានយល់ថាព្រះអង្គមិនអាចទៅឆាន់នៅផ្ទះខ្ញុំម្ចាស់បាន នៅក្នុងព្រះគម្ពីរធម៌គ្មានព្រះបុត្រាស្រីស្អាតនៅក្នុងក្រុងស្អែកនេះយើងនឹងទៅឆាន់អាហារនៅផ្ទះរបស់នាង អរព្រះគុណព្រះអង្គហើយអរព្រះគុណព្រះអង្គហើយ 80 ឆ្នាំក្រោយមក ភិក្ខុទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដ៏ចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សុំបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះភិក្ខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរពលោកអនុណាខ្ញុំចង់ជួបព្រះពុទ្ធជាម្ចាស់បានហើយលោកសុផាថាឈប់រំខានទ្រង់ទៅទ្រង់ហត់ហើយអស់កម្លាំងខ្លាំងណាស់អានន្ទអើយកុំហាមសុផាថាអីឲ្យគេចូលមកនិយាយចុះទូបង្គំមានរឿងសង្ស័យមានអ្វីសុផាថាទ្រង់ដ៏ចម្រើនសាសនាផ្សេងមានអ្នកប្រណិប័តល្អហើយប្រព្រឹត្តខ្លួនល្អណាស់ក៏ប៉ុន្តែលើកស្ទួយសាសនារបស់យើងពិសេសជាងសាសនាផ្សេងទៅទៀតត្រឹមត្រូវហើយដូច្នេះហើយយើងស្វែងរកសាសនាត្រឹមត្រូវបានបែបណាទៅព្រះអង្គមនាលសុផាថាសាសនាក្នុងរូបភាពផ្សេងសុទ្ធតែសមគួរហើយបើសាសនាទាំងនោះមានការប្រៀបធៀបខទាំង8ព្រោះខទាំង8ចាត់ទុកថាជាសច្ចធម៌របស់ចក្រវាឡគ្រប់បែបយ៉ាងសុទ្ធតែជាអនិច្ចំមិនទៀងទាត់និព្វានអាចទៅដល់ដោយការព្យាយាមតែប៉ុណ្ណោះព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាននៅក្នុងថ្ងៃអង្គារពេញបុណ្យមីខែពិសាខឆ្នាំម្សាញ់ដែលគឺជាថ្ងៃចាប់មាននៅពុទ្ធសករាជក្នុងសកលលោក